តើអ្នកធ្លាប់ស្រមៃទេថានៅក្នុងសតវត្សទី21ដែលពិភពលោកពោពេញទៅដោយអគារខ្ពស់ៗអ៊ីនធឺណិតនិងបច្ចេកវិទ្យាទំនើបនៅមានមនុស្សមួយក្រុមដែលរស់នៅក្នុងព្រៃជ្រៅហើយសាងសង់ផ្ទះនៅលើដើមឈើខ្ពស់ជាងអគារមួយចំនួនទៅទៀតមនុស្សទាំងនោះគឺជាកសម្ព័ន្ធកូរ៉ូវ៉ៃដែលរស់នៅក្នុងព្រៃជ្រៅដាច់ស្រយាលពីកោះញូហ្គានីពួកគេត្រូវបានគេស្គាល់ថាជាកសម្ព័ន្ធដែលរក្សារបៀបរស់នៅបែបប្រពៃណីអស់រយៈកាលជាច្រើនសតវត្សជីវិតរស់នៅរបស់ពួកគេគឺខុសប្លែកពីសង្គមទំនើបយ៉ាងខ្លាំងហើយនេះគឺជាមូលហេតុដែលធ្វើឲ្យអ្នកស្រាវជ្រាវនិងអ្នកទេសចរជាច្រើនចាប់អារម្មណ៍ថ្ងៃនេះយើងនឹងធ្វើការស្វែងយល់អំពីប្រវត្តិរបៀបរស់នៅវប្បធម៌និងរឿងរ៉ាវដែលធ្វើឲ្យកសម្ព័ន្ធកូរ៉ូវ៉ៃក្លាយទៅជាកសម្ព័ន្ធដ៏ល្បីល្បាញមួយនៅលើពិភពលោកកសម្ព័ន្ធកូរ៉ូវ៉ៃរស់នៅក្នុងព្រៃជ្រៅក្រាស់នៃភាគអាគ្នេយ៍កោះញូហ្គានីដែលស្ថិតនៅក្នុងកោះសោផាពួរប្រទេសឥណ្ឌូនេស៊ីតំបន់នេះពិបាកធ្វើដំណើរទៅដល់ដោយសារតែមានព្រៃជ្រៅទន្លេធំៗនិងផ្លូវធម្មជាតិដែលពិបាកឆ្លងកាត់អស់រយៈពេលជាយូរមកហើយពួកគេស្ទើរតែមិនទាន់មានទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅទើបតែនៅសតវត្សឆ្នាំ1970ប៉ុណ្ណោះដែលអ្នកស្រាវជ្រាវនិងអ្នកផ្សព្វផ្សាយបានទៅដល់តំបន់នេះហើយក៏ចាប់ផ្ដើមសិក្សាអំពីជីវិតរបស់ពួកគេអ្វីដែលធ្វើឲ្យកូរ៉ូវ៉ៃល្បីល្បាញបំផុតគឺផ្ទះរបស់ពួកគេសាងសង់ផ្ទះនៅលើដើមឈើដែលមានកម្ពស់ចន្លោះពី20ទៅ35ម៉ែត្រហើយផ្ទះខ្លះអាចខ្ពស់ជាងនេះទៅទៀតការរស់នៅលើទីខ្ពស់មានមូលហេតុជាច្រើនអ្វីដែលពួកគេធ្វើគឺមានគោលបំណងគឺជៀសវាងសត្វព្រៃដែលអាចបង្កឲ្យមានគ្រោះថ្នាក់ការពារខ្លួនអំពីការវាយប្រហាររបស់សត្រូវនៅក្នុងអតីតកាលជៀសផុតអំពីគ្រោះទឹកជំនន់និងសត្វល្អិតជួយឲ្យពួកគេមើលឃើញតំបន់ជុំវិញងាយស្រួលក្នុងការកាន់កាប់ការសាងសង់ផ្ទះបែបនេះត្រូវតែមានជំនាញខ្ពស់ពួកគេប្រើឈើដើមឫស្សីវល្លិស្លឹករុក្ខជាតិដោយមិនប្រើម៉ាស៊ីនឬឧបករណ៍អ្វីទំនើបនោះឡើយជីវិតរស់នៅរបស់កសម្ព័ន្ធកូរ៉ូវ៉ៃពឹងផ្អែកទៅលើធម្មជាតិបរិសុទ្ធភាគច្រើនចេញទៅប្រមាញ់សត្វដូចជាជ្រូកព្រៃបក្សីនិងសត្វតូចធំផ្សេងៗពួកគេប្រើធ្នូនិងព្រួញជាអាវុធសំខាន់ក្រៅពីការប្រមាញ់ពួកគេក៏ធ្វើការនេសាទតាមទន្លេប្រមូលផ្លែឈើនិងរុក្ខជាតិព្រៃអាហារសំខាន់បំផុតរបស់ពួកគេគឺម្សៅសាគូដែលផលិតចេញពីដើមសាគូពួកគេយកស្នូលដើមសាគូមកកិនលាងទឹកនិងចម្អិនជាអាហារសម្រាប់គ្រួសារសម្រាប់ពួកគេព្រៃឈើគឺជាផ្ទះជាផ្សារជាសាលារៀននិងជាប្រភពនៃជីវិតជាប្រពៃណីបុរសកសម្ព័ន្ធកូរ៉ូវ៉ៃពាក់សម្លៀកបំពាក់ធ្វើអំពីសំបកឈើឬស្លឹកឈើដើម្បីគ្របដណ្ដប់រាងកាយឯស្ត្រីពាក់សំពត់ធ្វើអំពីសរសៃរុក្ខជាតិបច្ចុប្បន្នដោយសារតែមានទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅមនុស្សមួយចំនួនចាប់ផ្ដើមស្លៀកសម្លៀកបំពាក់ទំនើបប៉ុន្តែអ្នកខ្លះនៅតែរក្សាទម្លាប់ប្រពៃណីដើមដដែលសប្តាហ៍ថ្ងៃនេះដោយសារតែមានទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅកាន់តែច្រើនប្រពៃណីនៃការរៀបពិធីមង្គលការនៅក្នុងសង្គមកូរ៉ូវ៉ៃខ្លះក៏ត្រូវបានផ្លាស់ប្ដូរផងដែរមនុស្សវ័យក្មេងខ្លះមានសេរីភាពកាន់តែច្រើននៅក្នុងការជ្រើសរើសគូស្រករហើយសហគមន៍ខ្លះក៏ទទួលឥទ្ធិពលពីការអប់រំនិងសាសនាផងដែរបើទោះបីជាយ៉ាងណាសហគមន៍ជាច្រើននៅតែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនសរុបមកការរៀបពិធីមង្គលការនិងទំនាក់ទំនងស្នេហារបស់កសម្ព័ន្ធកូរ៉ូវ៉ៃពឹងផ្អែកទៅលើការគាំទ្រគ្នាការរក្សាការទទួលខុសត្រូវនិងការរក្សានៅចំណងគ្រួសារបើទោះបីជារបៀបបង្ហាញនៃក្តីស្រឡាញ់ខុសពីសង្គមទំនើបក៏ដោយគោលបំណងដ៏សំខាន់គឺការកសាងគ្រួសារដែលអាចរស់នៅនិងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកកសម្ព័ន្ធនេះមានជំនឿទៅលើវិញ្ញាណនិងធម្មជាតិពួកគេជឿថាព្រៃទន្លេសត្វមានទំនាក់ទំនងជាមួយវិញ្ញាណហើយពិធីបុណ្យពិធីសាសនាជាច្រើនត្រូវបានធ្វើឡើងដើម្បីសុំសេចក្តីសុខនិងការការពារពួកគេមានប្រពៃណីបង្រៀនកូនចៅតាមរយៈការអនុវត្តផ្ទាល់ខ្លួនជាក់ស្ដែងដូចជាការប្រមាញ់ការសាងសង់ផ្ទះនិងការរស់នៅក្នុងព្រៃរឿងមួយដែលធ្វើឲ្យកសម្ព័ន្ធនេះល្បីនោះគឺកាលពីអតីតកាលពួកគេមួយចំនួនធ្លាប់អនុវត្តការបរិភោគសាច់មនុស្សនៅក្នុងករណីដែលពួកគេបានចោទប្រកាន់នរណាម្នាក់ថាជាមេធ្មប់ឬក៏ជាអ្នកប្រើអំពើអាក្រក់បើទោះបីជាយ៉ាងណាអ្នកស្រាវជ្រាវបានបញ្ជាក់ថាទម្លាប់នេះត្រូវបានបញ្ចប់រួចទៅហើយក៏មានការជជែកវែកញែកថាការរាយការណ៍ខ្លះអាចត្រូវបានបំភ្លើដោយប្រព័ន្ធផ្សព្វផ្សាយដូច្នេះគួរមើលព័ត៌មាននេះឲ្យពឹងផ្អែកទៅលើការស្រាវជ្រាវនិងការគោរពចំពោះសហគមន៍ពួកគេផងនៅក្នុងរយៈពេលប៉ុន្មានសតវត្សក្រោយក៏សម្ព័ន្ធកូរ៉ូវ៉ៃបានផ្លាស់ប្ដូរជាច្រើនអ្នកខ្លះបានផ្លាស់ប្ដូរមករស់នៅជិតភូមិមានសាលារៀនមានមណ្ឌលសុខភាព
កុមារមួយចំនួនចូលរៀននិងស្គាល់ភាសាជាតិមនុស្សមួយចំនួនប្រើទូរស័ព្ទសម្លៀកបំពាក់ទំនើបនិងទំនាក់ទំនងជាមួយអ្នកខាងក្រៅបើទោះបីជាយ៉ាងណាសហគមន៍មួយចំនួននៅតែរស់នៅក្នុងព្រៃនិងរក្សារបៀបរស់នៅជាប្រពៃណីរបស់ពួកគេសរុបរួមទៅក៏សម្ព័ន្ធកូរ៉ូវ៉ៃបង្ហាញឲ្យយើងឃើញថាពិភពលោកនៅតែមានវប្បធម៌និងរបៀបរស់នៅដ៏ចម្រុះជីវិតរបស់ពួកគេបង្ហាញអំពីការពឹងផ្អែកទៅលើធម្មជាតិជំនាញក្នុងការសម្របខ្លួននិងការរក្សាប្រពៃណីដែលបន្តពីជំនាន់មួយទៅជំនាន់មួយការសិក្សាអំពីកសម្ព័ន្ធកូរ៉ូវ៉ៃមិនមែនគ្រាន់តែជាការស្វែងយល់អំពីកសម្ព័ន្ធមួយប៉ុណ្ណោះទេប៉ុន្តែជាការរំលឹកឲ្យយើងឃើញថាជីវិតអាចរស់នៅបានតាមវិធីផ្សេងៗពីគ្នាហើយវប្បធម៌នីមួយៗសិតតែមានតម្លៃនិងគួរឲ្យគោរពបើអ្នកចូលចិត្តវីដេអូនេះសូមធ្វើការចុច like និង subscribe ដើម្បីគាំទ្រ channel របស់យើងហើយសូមកុំភ្លេចបញ្ចេញមតិថាតើកសម្ព័ន្ធមួយណាដែលអ្នកចង់ឲ្យយើងលើកមកបង្ហាញនៅវីដេអូបន្ទាប់ជួបគ្នានៅវីដេអូបន្ទាប់ទៀត